แต่ปอนจมวยนึงกระจอจาสัมติเพียบรัสเซียหนึ่งโอยกลายเว้นก็สถัดเลยขนมดำหนักการจบแกงเลยเลยบรรทปีเมียนกาบังฮันสัญญาในการบอกบังเจ้าจมูกกระจอจามวยจมูกปีสหรัฐอเมริกกลายเพียบตามตั้งจมวยนึงรัสเซียบรรทายปีแข่งเพียกี้รัสเซียตามระยะรัฐมนตรีการบริเตลงสเกลารบในแต่บันบังฮันอันปีบ่มน้องในการบรรทการจอแจ้และเลือกลังทาติกรงมุสกูในแต่เตรียมคลุนจินลิกสำหรับการធ្វើការងារជាមួយនឹងទីក្រុងវ៉ាស៊ីនតោនដើម្បីឈានទៅបញ្ចប់បុព្វហេតុចំនួនដ៏យូរអង្វែងជាមួយនឹងអ៊ុយក្រែនបន្ទាប់ពីមានការបង្ហាញសញ្ញាពីសហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ថាអាចនឹងបោះបង់ចោលនៅកិច្ចចរចាសន្តិភាពនេះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថាលោក Rubio បានរៀបរាប់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទពីលទ្ធផលនៃកិច្ចពិភាក្សានៅទីក្រុងប៉ារីសរវាងគណៈប្រតិភូសហរដ្ឋអាមេរិកនិងមន្ត្រីអឺរ៉ុបនិងអ៊ុយក្រែនក្រសួងបន្ថែមថាលោក Lavrov បញ្ជាក់ពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូនៅក្នុងការបន្តការងាររួមគ្នាជាមួយនឹងសហសេវកអាមេរិកក្នុងគោលបំណងលុបបំបាត់មូលហេតុដើមនៃវិបត្តិអ៊ុយក្រែនក្នុងជំហានដ៏ល្អឆ្ពោះទៅរកកិច្ចចរចាសន្តិភាពនៃចំនួនជាង3ឆ្នាំមកនេះយ៉ាងណាក៏ដោយលោក Rubio បាននិយាយថាអាមេរិកនឹងឈប់ព្យាយាមធ្វើអន្តរាគមន៍លើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ីអ៊ុយក្រែននៅក្នុងពេលប្រមាណថ្ងៃទៀតលុះត្រាតែមានសញ្ញាច្បាស់លាស់ដែលថាកិច្ចព្រមព្រៀងមួយអាចធ្វើទៅបានរុស្ស៊ីបាននិយាយម្ដងហើយម្ដងទៀតថាអ៊ុយក្រែនត្រូវតែទទួលស្គាល់ការដាក់បញ្ចូលជាផ្លូវការនៃតំបន់អ៊ុយក្រែនចំនួន4ជារបស់រុស្ស៊ីហើយថាទីក្រុងគីវត្រូវតែបោះបង់ចោលនៅគំនិតណាមួយនៃការធានាបាននៅសមាជិកភាព NATO ដែលទាំងនេះជាអ្វីដែលអ៊ុយក្រែនតែងតែច្រានចោលដោយសារតែភាពតានតឹងពាក់ព័ន្ធជាមួយនឹងចំនួននៅអ៊ុយក្រែននេះនៅតែបន្តពីអ្នកជំនាញនៃភូមិសាស្ត្រនយោបាយរបស់ឥណ្ឌូនេស៊ីមួយរូបបានលើកឡើងថាទៅមើលឃើញអំពីយុទ្ធសាស្ត្រយោធារបស់សហភាពអឺរ៉ុបដែលហាក់បីដូចជាកំពុងតែដើរទៅលើផ្លូវមិនត្រឹមត្រូវដែលវាមិនត្រឹមតែធ្វើឲ្យអូសបន្លាយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែយុទ្ធសាស្ត្ររបស់អឺរ៉ុបដែលពាក់ព័ន្ធទៅនឹងយោធានូបនីយកម្មនេះក៏នឹងអាចធ្វើឲ្យមានវិបត្តិនៅក្នុងរចនាសម្ព័ន្ធពីបញ្ជាការអង្គការ NATO ថែមទៀតផងនេះគឺជាការលើកឡើងរបស់លោក Fazez Hamid អ្នកជំនាញភូមិសាស្ត្រនយោបាយឥណ្ឌូនេស៊ីមកពីសាកលវិទ្យាល័យCooking Russian State of Oil and Gas បាននិយាយនៅក្នុងការអធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS អ្នកជំនាញរូបនេះអះអាងថាការធ្វើយុទ្ធនីយកម្មរបស់សហភាពអឺរ៉ុបបង្ហាញពីវិធីសាស្ត្របង្កហេតុនិងឈ្លានពានដែលមិនត្រឹមតែធ្វើឲ្យចំនួននៅអ៊ុយក្រែនកាន់តែយូរទេប៉ុន្តែថែមទាំងបង្កឲ្យមានវិបត្តិនៅក្នុងទីបញ្ជាការសន្តិសុខរបស់ NATO ដែលធ្វើឲ្យប៉ះពាល់ទៅដល់សមត្ថភាពការពារឥទ្ធិពលសកលរបស់ប្លុកលោកខាងលិចលោកជឿជាក់ថាសកម្មភាពរបស់សហរដ្ឋអាមេរិកលើដីអ៊ុយក្រែនបានធ្វើឲ្យវិបត្តិនៃការជឿទុកចិត្តលើសន្តិសុខរបស់អង្គការ NATO នៅទូទាំងមហាសមុទ្រអាត្លង់តិកដោយប្រែក្លាយសហភាពអឺរ៉ុបទៅជាប្លុកដែលមានយោធាប្រឆាំងនឹងអាមេរិកលោកបន្តទៀតថាចំពេលមានការចំនួនកើតឡើងសន្តិភាពនៅអ៊ុយក្រែនបានផ្លាស់ប្ដូរពីគោលដៅទៅជាឧបករណ៍សម្រាប់ការស្ដារភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបសម្រាប់អឺរ៉ុបការអូសបន្លាយសង្គ្រាមនេះមានសារៈសំខាន់ណាស់នៅក្នុងការស្ដារឡើងវិញនៅទំនាក់ទំនងរវាងឧស្សាហកម្មនិងយោធានិងបញ្ឈប់ការពឹងពាក់លើសហរដ្ឋអាមេរិកការភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ីដែលគេសន្មត់នេះត្រូវបានគេប្រើជាឧបករណ៍ស្របច្បាប់ក្នុងករណីមានការដួលរលំសេដ្ឋកិច្ចអំឡុងពេលអន្តរកាលនេះលោកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកកំពុងលេងល្បែងដដែលបន្ទាប់ពីបរាជ័យនៅក្នុងការដាក់សម្ពាធសហភាពអឺរ៉ុបឲ្យបង្កើនវិភាគទានដល់អង្គការ NATO ទីក្រុងវ៉ាស៊ីនតោនបានបំផ្លាញសំណើផ្ទាល់របស់ខ្លួនសម្រាប់បទឈប់បាញ់រយៈពេល30ថ្ងៃដោយទទូចឲ្យបន្តផ្ដល់ទាំងអាវុធនិងព័ត៌មានចារកម្មដល់អ៊ុយក្រែនដូច្នេះបានរារាំងទៅដល់អព្យាក្រឹតភាពរបស់អ៊ុយក្រែននិងការរំពឹងទុកសន្តិភាពណាមួយដោយមិនស្មោះត្រង់បន្តតាមដានជាបន្តទៀតជុំវិញការចរចារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ុយក្រែនទៅលើកិច្ចព្រមព្រៀងសិទ្ធិលើធនធានរ៉ែដ៏សំខាន់ដែលត្រូវបានធ្វើឡើងកាលពីកន្លងទៅប៉ុន្តែមិនទាន់បានឈានទៅរកភាពជោគជ័យក្រោយការប៉ះទង្គិចពាក្យសម្ដីគ្នាដ៏តានតឹងរវាងលោក Donald Trump ជាមួយនឹងលោក Zelensky នៅឯសេតវិមានកាលពីកន្លងទៅនេះឥឡូវនេះលោក Donald Trump បានបញ្ជាក់ជាថ្មីថាកិច្ចព្រមព្រៀងពីសិទ្ធិធនធានរ៉ែដែលអ៊ុយក្រែនផ្ដល់ទៅដល់សហរដ្ឋអាមេរិកនឹងអាចត្រូវចុះហត្ថលេខានៅក្នុងពេលឆាប់នេះពោលគឺរង្វង់សប្តាហ៍ក្រោយពីដំណើរការកិច្ចចរចាជាថ្មីជាច្រើនខែមកប្រធានាធិបតីលោកត្រាំបានប្រកាសនៅការិយាល័យ Oval Office កាលពីថ្ងៃប្រហ័សថា
កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដោយបាននិយាយថាវានឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី24 ខែមេសានៅទីតាំងនេះដែលត្រូវកំណត់នៅពេលក្រោយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ជាបន្តបន្ទាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនលោកស្រី Julia Siridenko បានប្រកាសថាជំហានថ្មីជាវិជ្ជមានត្រូវបានធ្វើឡើងនៅក្នុងវឌ្ឍនភាពដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចនិងការបង្កើតមូលនិធិវិនិយោគសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញលោកស្រី Siridenko ក៏បាននិយាយបន្ថែមថាក្រុមបច្ចេកទេសរបស់យើងបានធ្វើការយ៉ាងម៉ត់ចត់ជាមួយគ្នាលើកិច្ចព្រមព្រៀងហើយមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់បុគ្គលិកផ្នែកច្បាប់របស់យើងបានកែសម្រួលចំណុចមួយចំនួននៅក្នុងពង្រាយកិច្ចព្រមព្រៀងទស្សនិកជនអ្វីដែលគេមើលឃើញពាក់ព័ន្ធជាមួយនឹងការបន្តអនុវត្តនៅគោលនយោបាយការបរទេសរបស់លោកដូណាល់ត្រាំនៅពេលនេះអ្នកជំនាញមើលឃើញថាវាហាក់បីដូចជាមិនស្របទៅតាមអ្វីដែលលោកបានសន្យានៅអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោកខណៈដែលលោកធ្លាប់បាននិយាយអំពីការបញ្ចប់សង្គ្រាមឲ្យបានឆាប់ទាំងនៅអ៊ុយក្រែនក៏ដូចជាកាហ្សាប៉ុន្តែមកដល់ពេលនេះលោកធ្វើមិនទាន់បានហើយលោកបែរជាងាកទៅរកបញ្ហាដ៏ធំមួយទៀតដែលនឹងពិបាកផងដែរគឺព្យាយាមទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលកំពុងតែរីករាលដាលកាន់តែធំឡើងនេះរដ្ឋបាលរបស់លោកត្រាំគ្រោងធ្វើកិច្ចចរចាជុំទី2នៅអ៊ីរ៉ង់នៅក្នុងរង្វង់ចុងសប្តាហ៍នេះដែលមនុស្សមួយចំនួនគិតថាអាចកើតឡើងបន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំតាំងពីអាណត្តិដំបូងរបស់ប្រធានាធិបតីពីបកសាធារណរដ្ឋជាពេលដែលលោកបានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ហើយបានដាក់ចេញនៅយុទ្ធនាការសម្ពាធអតិបរមានៃការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបើទោះបីជាគ្មាននរណាម្នាក់ច្រានចោលសក្តានុពលពីការមានវឌ្ឍនភាពក្រោយកិច្ចប្រជុំនៅប្រទេសអូម៉ង់កាលពីចុងសប្តាហ៍មុនដែលភាគីទាំងពីរបានពិពណ៌នាថាមានភាពវិជ្ជមានក៏ដោយក៏អ្នកចរចាកំពុងបន្ទាបការរំពឹងទុកណាមួយពីការបែកបាក់ឬក៏បំបែកនៅភាពតច្រកយ៉ាងឆាប់រហ័សនៅក្នុងចំនួនដែលអស់បន្លាយរាប់ទសវត្សរ៍មកនេះក្រោយមានកិច្ចប្រជុំនៅសេតវិមានជាមួយប្រធានាធិបតីកាលពីថ្ងៃអង្គារប្រពន្ធមួយបានប្រាប់ឲ្យដឹងថាការជជែកពិភាក្សាលើមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមានគឺស្ថិតក្នុងដំណាក់កាលដំបូងណាស់ក្នុងចំណោមជំនួយការរបស់លោកត្រាំប្រពន្ធពីររូបដែលបានដឹងពីទស្សនៈរបស់សេតវិមានបានប្រាប់ថាភាគីទាំងពីរអាចឈានទៅដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមុនពេលមានកិច្ចព្រមព្រៀងលម្អិតបន្ថែមទៀតការបន្ថែមភាពតានតឹងក្នុងតំបន់នៅជុំវិញកិច្ចប្រឹងប្រែងការទូតគឺជាការគម្រាមកំហែងម្ដងហើយម្ដងទៀតរបស់លោកត្រាំដែលថានឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាននោះមានន័យថាលោកត្រាំដែលបានសន្យាក្នុងសន្ទរកថាចូលកាន់តំណែងកាលពីថ្ងៃទី20មករាថាលោកនឹងក្លាយទៅជាអ្នកបង្កើតសន្តិភាពអាចជំរុញឲ្យអាមេរិកចូលទៅក្នុងចំនួនថ្មីនៅមជ្ឈមបូព៌ាតែលោកត្រាំបាននិយាយកាលពីថ្ងៃប្រហោះថាលោកមិនប្រញាប់ប្រញាល់វាយប្រហារអ៊ីរ៉ង់ទេដោយទទូចថាការចរចាគឺជាជំរើសដំបូងអ្នកដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិកលោក Steve Witkoff ដែលជាមិត្តរបស់លោកត្រាំនិងជាអ្នកវិនិយោគអចលនទ្រព្យដែលគ្មានបទពិសោធន៍ការទូតពីមុនដែលអ្នកវិភាគមួយចំនួនបានដាក់រហស្សនាមថាបេសកជនសម្រាប់កិច្ចការគ្រប់យ៉ាងរបស់រដ្ឋបាលនេះរូបលោកត្រូវបានប្រគល់ភារកិច្ចឲ្យដំណើរការចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បន្ថែមពីលើការបញ្ចប់សង្គ្រាមនៅកាហ្សានិងអ៊ុយក្រែនដែលប្រទេសទាំងពីរនៅតែបន្តមានជម្លោះនៅឡើយព័ន្ធជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដោយមិនបន្ធូរដៃទៅលើក្រុមឧទាមហ៊ូទីនៅក្នុងប្រទេសយេម៉ែនខណៈដែលនៅពេលនេះភាពតានតឹងជុំវិញសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាអ្នកគ្រប់គ្រងយ៉ាងខ្លាំងសម្រាប់ក្រុមឧទាមហ៊ូទីនេះកំពុងតែមានការកើនឡើងយ៉ាងខ្លាំងទស្សនិកជនបើតាមក្រុមហ៊ូទីបានឲ្យដឹងថាសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅសំខាន់របស់ខ្លួនជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះជាក់ស្ដែងកាលពីថ្ងៃប្រហោះមានការវាយប្រហារទៅលើកំពង់ផែឥន្ធនៈដ៏សំខាន់មួយនៅក្នុងនោះគឺជាកំពង់ផែ Ras Isa នៅក្នុងប្រទេសយេម៉ែនដែលបានសម្លាប់មនុស្ស38នាក់និងជាង100នាក់បានរងរបួសនាពេលកន្លងទៅទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានវាយប្រហារនិងបំផ្លាញនៅកំពង់ផែ Ras Isa នេះកាលពីថ្ងៃប្រហោះដើម្បីលុបបំបាត់ប្រភពនៃឥន្ធនៈនិងធ្វើឲ្យប្រភពសេដ្ឋកិច្ចរបស់ក្រុមហ៊ូទីចុះខ្សោយអាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយហ៊ូទីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថាជនស៊ីវិលសរុបចំនួន123នាក់បានស្លាប់និងជាង240នាក់ផ្សេងទៀតបានរងរបួសដែលភាគច្រើនជាស្ត្រីនិង
និងកុមារចាប់តាំងពីយោធាអាមេរិកបានបន្តការវាយប្រហារតាមអាកាសឡើងវិញនៅទូទាំងប្រទេសយេម៉ែនកាលពីពាក់កណ្ដាលខែមីនាមកមន្ត្រីរដ្ឋាភិបាលនៅក្នុងតំបន់របស់ប្រទេសយេម៉ែនបានប្រាប់សារព័ត៌មានស៊ីនហួរថាមានការវាយប្រហារ5លើកទៅលើកំពង់ផែនេះហើយបានធ្វើឲ្យវាខូចខាតដោយផ្នែកកាលពីពាក់កណ្ដាលខែមីនាប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឲ្យកងទ័ពអាមេរិកចាប់ផ្ដើមសកម្មភាពយោធាដ៏ម៉ឺងម៉ាត់និងខ្លាំងក្លាប្រឆាំងនឹងក្រុមហ៊ូទីបន្ទាប់ពីពួកគេបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបន្តការវាយប្រហារលើនាវាអ៊ីស្រាអែលនៅសមុទ្រក្រហមដោយលើកឡើងពីការរាំងខ្ទប់ជំនួយរបស់អ៊ីស្រាអែលមិនឲ្យទៅដល់តំបន់កាសាទស្សនិកជនពិតណាស់ថានៅពេលនេះសហរដ្ឋអាមេរិកព្យាយាមដាក់សម្ពាធនៅគ្រប់ផ្នែកនានាទៅលើអ៊ីរ៉ង់ខណៈដែលខ្លួនកំពុងតែបន្តការចរចានុយក្លេអ៊ែរជាបន្តបន្ទាប់ដើម្បីគោលបំណងគឺកាត់បន្ថយនៅមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ប្រធានាធិបតីអាមេរិក Donald Trump បានព្រមានជាថ្មីទៅកាន់អ៊ីរ៉ង់ស្របពេលដែលកំពុងស្ថិតនៅក្នុងដំណើរការចរចាជាមួយគ្នាថាសូមកុំឲ្យអ៊ីរ៉ង់មានការបន្តមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនខណៈដែលលោកចោទប្រកាន់អ៊ីរ៉ង់ថាកំពុងព្យាយាមពន្យាពេលសម្រាប់ដំណើរការចរចាបើមិនដូច្នេះទេអ៊ីរ៉ង់នឹងទទួលរងនៅការវាយប្រហារយោធាទៅលើទីតាំងអាតូមិករបស់ខ្លួនគួរដឹងថាអ៊ីរ៉ង់និងអាមេរិកពួកគេកំពុងតែស្ថិតក្នុងកិច្ចប្រជុំជាវិជ្ជមាននិងលក្ខណៈស្ថាបនានៅប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅហើយជុំទី2នេះគឺនឹងរៀបចំនៅសប្តាហ៍នេះនៅទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលីនៅពេលសួរថាតើជំរើសឆ្លើយតបសហរដ្ឋអាមេរិកនឹងរួមបញ្ចូលទាំងការវាយប្រហារយោធាលើទីតាំងនុយក្លេអ៊ែរទេអ៊ីរ៉ង់ឬលោកត្រាំឆ្លើយថាវាជាការពិតណាស់ថាពួកយើងនឹងត្រូវធ្វើបែបនេះលោកថាអ៊ីរ៉ង់ត្រូវធ្វើឲ្យបានលឿនដើម្បីជៀសវាងការឆ្លើយតបធ្ងន់ធ្ងរពីព្រោះថាពួកគេជិតផលិតបានអាវុធនុយក្លេអ៊ែរហើយប្រភពការទូតនៅទីក្រុងតេអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន Iran International ថាប្រទេសអ៊ីរ៉ង់បានស្នើផែនការ3ដំណាក់កាលមួយដល់គណៈប្រតិភូអាមេរិកនៅក្នុងអំឡុងពេលកិច្ចពិភាក្សាក្នុងប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនដោយបង្ហាញពីការដាក់កម្រិតលើប្រតិបត្តិការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផែនការនេះត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ជាលាយលក្ខណ៍អក្សរទៅកាន់ប្រិយសិទ្ធិពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff ក្នុងអំឡុងកិច្ចពិភាក្សារយៈពេល3ម៉ោងនៅប្រទេសអូម៉ង់កិច្ចចរចាដោយផ្ទាល់រវាងរដ្ឋាភិបាលទាំងពីរបានធ្វើឡើងក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ដែលនាំឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ2015ដែលក្រោយមកត្រូវបានបោះបង់ចោលដោយលោក Trumpលោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិបាននិយាយកាលពីថ្ងៃប្រហ័សថាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិគួរតែដើរតួនាទីក្នុងកិច្ចចរចានុយក្លេអ៊ែររបស់ទីក្រុងតេអ៊ីរ៉ង់និងទីក្រុង Washington បើទោះបីជាដំណាក់កាលនេះគេឃើញថាលោកត្រាំទាំងប្រមានផងទាំងព្យាយាមនិយាយសម្រាប់ស្ថានភាពខ្លះផងលោកបានលើកឡើងថាតាមពិតទៅសហរដ្ឋអាមេរិកមិនប្រញាប់ប្រញាល់នៅក្នុងការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ពេកនោះទេដោយការលើកឡើងនេះគឺនៅមុនកិច្ចចរចាជុំទី2ដែលធ្វើឡើងនៅក្នុងទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលីនៅក្នុងសប្តាហ៍នេះនៅពេលត្រូវសាកសួរពីរបាយការណ៍របស់កាសែត New York Times ដែលនិយាយថាលោកជំទាស់ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់លោកត្រាំបានឆ្លើយថាលោកមិនបាននិយាយថាជំទាស់ទេប៉ុន្តែលោកក៏មិនប្រញាប់ធ្វើរឿងនេះដែរព្រោះអ៊ីរ៉ង់មានឱកាសក្លាយជាប្រទេសដ៏អស្ចារ្យមួយគួរដឹងថាកាសែត New York Times បានរាយការណ៍នៅថ្ងៃពុធកន្លងទៅថាលោកត្រាំបានរៀបរៀងផែនការវាយប្រហាររបស់អ៊ីស្រាអែលដែលបានគ្រោងទុកក្នុងខែឧសភាលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដើម្បីគ្រប់គ្រងការចរចាកិច្ចព្រមព្រៀងជាមួយទីក្រុងតេអ៊ីរ៉ង់ក្នុងការដាក់ដែនកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនលោកត្រាំបានគម្រាមវាយប្រហារអ៊ីរ៉ង់ម្ដងហើយម្ដងទៀតនិងបន្តដំឡើងពន្ធដល់ប្រទេសទី3ដែលទិញប្រេងពីអ៊ីរ៉ង់ប្រសិនបើទីក្រុងតេអ៊ីរ៉ង់មិនចុះកិច្ចព្រមព្រៀងជាមួយទីក្រុង Washington ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានចំនួនរបស់ខ្លួនទេនោះគណៈអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតក្នុងតំបន់នេះរួចហើយដែរដល់ហើយយើងងាកទៅមើលបញ្ហាសង្គ្រាមនៅក្នុងតំបន់កាហ្សាវិញម្ដងនៅពេលនេះការចរចាសម្រាប់បទឈប់បាញ់បន្ទាប់គឺកំពុងតែជាប់គាំងខណៈដែលមានការបញ្ជូនសញ្ញាពីក្រមមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ថាខ្លួនចង់បាននៅកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមយូរអង្វែងនឹងការដោះដូរចំណាប់ធ្នូទាំងអស់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ដោយបដិសេធចំពោះសំណើនៃបទឈប់បាញ់បណ្ដោះអាសន្នដែលបានស្នើឡើងដោយអ៊ីស្រាអែលនៅពេលថ្មីៗនេះ
នៅក្នុងសន្ទរកថាតាមទូរទស្សន៍លោក Khalil al-Hayya ប្រធានក្រុមកាសាដែលដឹកនាំក្រុមចរចាបត់ឈប់បាញ់បាននិយាយថាក្រុមនេះនឹងលែងយល់ព្រមចំពោះកិច្ចព្រមព្រៀងបណ្ដោះអាសន្នទៀតហើយដែលជំហាននេះជាការទទួលយកនៅគោលជំហរដែលអ៊ីស្រាអែលទំនងជាមិនចង់បានហើយក៏អាចនឹងពន្យាពេលបន្ថែមទៀតក្នុងការបញ្ចប់សង្គ្រាមដ៏បំផ្លិចបំផ្លាញដែលចាប់ផ្ដើមឡើងវិញនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផ្ទុយទៅវិញលោក Hayya បានបន្តថាក្រុមហាម៉ាស់បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមភ្លាមៗនៅក្នុងកិច្ចចរចាបញ្ចប់ដ៏ទូលំទូលាយដើម្បីដោះលែងចំណាប់ធ្នូដែលនៅសល់ទាំងអស់ក្នុងការឃុំឃាំងរបស់ខ្លួនជាថ្នូរនឹងការបញ្ចប់សង្គ្រាមកាហ្សាការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែលនិងការកសាងតំបន់កាហ្សាឡើងវិញគួរដឹងថាអ៊ីស្រាអែលបានស្នើប័ណ្ណឈប់បាញ់បណ្ដោះអាសន្ន45ថ្ងៃនៅកាហ្សាដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ធ្នូនិងអាចចាប់ផ្ដើមការចរចាដោយប្រយោលដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែក្រុមហាម៉ាស់បានច្រានចោលលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងរយៈពេលខ្លីនោះរួចទៅហើយគឺការឲ្យក្រុមមួយនេះដាក់អាវុធចុះដែលជាចំណុចជាប់គាំងដ៏សំខាន់